បើសិនជាមានមន់ខ្មែរដូចខ្ញុំអញ្ចឹងយកមកចំហុយបែបនេះបងប្អូននោះគឺរសជាតិឆ្ងាញ់មែនតែនមកហើយសាច់មន់ឡើងទុំហើយខ្ញុំយកមកចំហុយដាក់ស្លឹកខ្ទឹមឲ្យច្រើនអញ្ចឹងទៀតហើយជាមួយនឹងខ្ញីណាគេដែលចូលចិត្តញ៉ាំខ្ញីទៀតគឺរត់តែត្រូវជ្រលក់ជាមួយទឹកត្រីកោះកុងអញ្ចឹងមកនិយាយពីថាជាតិហើយឆ្ងាញ់មែនតែនហ្មងអ្នកទាំងអស់គ្នាអាចមើលតមុខបែងអ្នកញ៉ាំរបស់ខ្ញុំហ្នឹងក៏ដឹងដែរនេះកូនខ្ញុំញ៉ាំឡើងញាប់ដៃដល់ពាក់កណ្ដាលខែដល់ទឹកភ្នែកទៀតឯងខ្ញុំរបស់ខ្លួនឯងអាចហ៊ានទិញពីអ្នកប្តីពុនតែបើថានំរបស់កូនកញ្ចេកកញ្ចប់ទៅដោះគោខោទឹកនោមហើយជាពិសេសគឺឥឡូវនេះក្រុមហ៊ុន Let's Talk Bio គេចេញជានំកំប៉ុងថ្មីហើយចេញជាស្ករគ្រាប់សម្រាប់នំថ្មីមានរសជាតិបន្លែហើយនិងផ្លែឈើមានគ្រាប់មូលហើយនិងគ្រាប់តប៉ែតហើយសម្រាប់នំគ្រាប់ម្រាមដៃដែលទូហ្នឹងក៏ឥឡូវចេញរហូតដល់3រសជាតិថ្មីដែរហើយសំខាន់នោះគឺគ្រាប់ candy ស្ករគ្រាប់នេះថាកូនក្មេងមនុស្សធំឬមកក៏មនុស្សចាស់ហើយគឺគាត់អាចទៅពីញ៉ាំបានទាំងអស់ព្រោះហើយនៅក្នុងសារធាតុរបស់ស្ករគ្រាប់ហ្នឹងគឺសម្បូរទៅដោយជាតិកាល់ស្យូមហើយឈ្ងុយបំផុតគឺសម្បូរទៅដោយជាតិទឹកដោះគោអត់មានរសជាតិផ្អែមខ្លាំងដែលធ្វើឲ្យកូនក្មេងគាត់ញ៉ាំទៅគឺលាបបំពង់កឬមកក្តៅខ្លួនឯទេបងប្អូនអាចដើររកទិញបាននៅតាម baby កូនក្មេងឬមកក៏អាចឆាតទៅ page Let's Talk Bio ក៏បានដែរថ្ងៃហ្នឹងខ្ញុំបានទៅផ្សារអញ្ចឹងក៏ឃើញមន់ខ្មែរមកទៅតំណងល្អដែរក៏ទិញទៅបានមកចំហៀងហ្នឹងទេដល់ហើយពេលដែលចំហុយណាគេក៏ដោយក៏ចូលចិត្តជ្រលក់ជាមួយទឹកអំបិលម្រេចដែរខ្ញុំចង់ឲ្យណែនាំជ្រលក់ជាមួយទឹកត្រីកោះកុងវិញគឺថាជាតិឆ្ងាញ់ជាងបន្ទាប់ជាមួយនឹងបន្លែគឺខ្ញុំដាក់ទៅជាមួយនឹងស្ពៃតឿទេយកទៅចំហុយជាមួយហើយខ្ញីនេះក៏ខ្ញីខ្មែរដែរតែខ្ញុំទិញអាប្រភេទដុំមាន់ខ្ញុំធ្វើការកាប់វាជាកង់យកទៅម៉ាន់ល្មមដែរបើសិនជាដាក់ចំហុយទៅមូវាសូវចូលជាតិឆ្ងាញ់ល្អហើយមួយទៀតធ្វើឲ្យសាច់មាន់របស់យើងអត់សូវទន់សម្រាប់មាន់ខ្ញុំកាប់យកដុំធំម៉ាន់ល្មមដែរហើយខ្ញីខ្ញុំហាន់វាជាប្រទេសស្ដើងបែបនេះមុននឹងយកមាន់យកទៅចំហុយត្រូវប្រឡាក់មាន់ដើម្បីឲ្យវាចូលជាតិសិនដាក់ខ្ញីដែលបានហាន់ចូលមុនហ្នឹងបន្ថែមជាមួយទឹកស៊ីអ៊ីវសាព្រាបាយដាក់វីចេងតែមួយញីបទៅបានហើយដាក់ស្ករសហើយជាមួយនឹងអំបិលគ្រាប់ម្សៅស៊ុបធ្វើការច្របល់មាន់ហ្នឹងឲ្យសព្វចូលគ្នាជាមួយនឹងគ្រឿងទេសហ្នឹងទាំងអស់ហ្នឹងអាប់ទុកចោលប្រហែលជាក្នុង20នាទីដើម្បីឲ្យមាន់ចូលជាតិបានល្អរួចហើយចាំយកមកចំហុយខ្ញុំដាក់នៅក្នុងចានតប៉ែតបែបនេះធ្វើឲ្យមាន់របស់ខ្ញុំគឺឆ្អិនបានល្អដល់ក្នុងរួចហើយខ្ញុំធ្វើការដាក់ទឹកហើយជាមួយនឹងចានតម្របែបនេះងាយស្រួលនៅក្នុងការខ្ញុំចំហុយឲ្យគ្នាកុំភ្លេចធ្វើការបាញ់ខ្លាញ់ដូចខ្ញុំចឹងធ្វើឲ្យសាច់មាន់របស់អ្នកទាំងអស់គ្នាពេលដែលចំហុយទៅគឺរត់តែឈ្ងុយហើយឆ្ងាញ់ទៀតខ្ញុំទុកចោលប្រហែលជាខ្ទង់35នាទីបាទខ្ញុំធ្វើការចាប់ផ្ដើមដាក់ជាមួយនឹងស្លឹកខ្ទឹមហើយនឹងស្ពៃតឿចូលទៅតាមការសន្ទុះក្រោយមកមាន់ចំហុយក៏បានឆ្អិនហើយអូនិយាយថាក្លិននោះឈ្ងុយមែនតែនហ្មងហើយខ្វះបានជាមួយទឹកត្រីកោះកុងបែបនេះចេះទៀតអូយគ្រាន់តែខ្ញុំញ៉ាំពេលនោះភ្លក់ហ្នឹងនៅឈរជាប់មាត់ញ៉ាំនៅហ្នឹងគៀមរហូតដល់ទៅដល់ឆ្អឹងសម្រាប់ទឹកដែលនៅសល់ពីចំហុយនោះគឺជាតិឆ្ងាញ់ណាស់ខ្ញុំយកមកស្រូបបាយឲ្យកូនប្រុសរបស់ខ្ញុំញ៉ាំនេះសូម្បីតែកូនខ្ញុំញ៉ាំទៅក៏ថាឆ្ងាញ់ដែរធ្វើម្ហូបមហាអីក៏ដោយគឺគិតគូរមែនតែនហ្មងដល់កូនដែរព្រោះដើម្បីឲ្យគាត់ញ៉ាំបាយបានច្រើនដូចគ្នាដែរ